រឿងនិទានមិត្តភាពមិនចេះរីងស្ងួតរបស់អាវ៉ូលីកាលពីព្រេងនាយមានភូមិមួយដែលស្ងប់ស្ងាត់មានយុវជនម្នាក់ឈ្មោះសុកនោះនៅតែម្នាក់ឯងហើយមានអារម្មណ៍ឯកោណាស់បន្ទាប់ពីឪពុកម្ដាយគាត់បានលាចាកលោកថ្ងៃមួយគាត់បានឃើញកូនឆ្កែមួយក្បាលនៅតាមផ្លូវវាមានរោមពណ៌ត្នោតស្រស់ស្អាតនិងភ្នែកមូលគួរឲ្យស្រឡាញ់សុកកាត់ចិត្តអាណិតក៏បីវាទៅផ្ទះហើយដាក់ឈ្មោះវាថាអាវ៉ូលីជាមិត្តដ៏ស្មោះត្រង់ចាប់តាំងពីថ្ងៃនោះមកអាវ៉ូលីបានក្លាយជាចំណែកមួយដ៏សំខាន់នៃជីវិតរបស់សុកផ្ដល់ភាពកក់ក្ដៅនិងបំបត្តិភាពឯកាភាពជាមិត្តស្និទ្ធស្នាលនិងសុខភាពផ្លូវចិត្តសុកឡើងមានអារម្មណ៍ឯកោទៀតហើយពេលគាត់ត្រឡប់មកពីធ្វើការវិញអាវ៉ូលីតែរត់មករកក្រលឹះគន្ទុយយ៉ាងសប្បាយរួចលិចដៃរបស់គាត់គ្រាន់តែឃើញកាយវិការទាំងនេះសុកក៏ភិកអស់នូវភាពនឿយហត់និងទុក្ខព្រួយការអំអែលរោមអាវ៉ូលីជារៀងរាល់ល្ងាចជួយកាត់បន្ថយកម្រិតស្ត្រេសរបស់សុកយ៉ាងខ្លាំងលើកទឹកចិត្តឲ្យធ្វើលំហាត់ប្រាណសុខភាពរាងកាយអាវ៉ូលីចូលចិត្តដើរលេងណាស់រៀងរាល់ព្រឹកសុកត្រូវតាមបណ្ដាអាវ៉ូលីទៅលេងនៅសួនច្បារដោយសារតែកាតព្វកិច្ចនេះសុកក៏បានដើរហាត់ប្រាណជាប្រចាំរាងកាយគាត់ប្រចាប់ផ្ដើមមានសុខភាពល្អនិងរឹងមាំជាងមុនគាត់មិនត្រឹមតែបានរាងស្អាតប៉ុណ្ណោះទេថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផងបង្កើតទំនាក់ទំនងសង្គមបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកដទៃពេលបណ្ដាអាវ៉ូលីសុកបានជួបនឹងអ្នកជិតខាងជាច្រើនដែលចិញ្ចឹមឆ្កែដូចគ្នាពួកគេក៏ចាប់ផ្ដើមនិយាយគ្នាលេងអំពីការថែទាំសត្វឆ្កែរបស់ពួកគេមិនយូរប៉ុន្មានសុកក៏មានមិត្តភក្តិថ្មីជាច្រើននៅក្នុងភូមិមេលៀននិងអត្ថប្រយោជន៍មានរឿងមួយដែលមិនអាចបំភ្លេចបានថ្ងៃមួយមៀងចောင်းម្នាក់លបចូលផ្ទះសុកនៅពេលយប់ប៉ុន្តែអាវ៉ូលីបានព្រួតលឺរហូតដល់ភ្ញាក់ដល់ញាក់ចិត្តខាងនិងចៅក៏រត់គេចខ្លួនទៅបាត់សុកដឹងថាអាវ៉ូលីមិនត្រឹមតែជាមិត្តតែវាក៏ជាអ្នកការពារដ៏ល្អផងដែររឿងរបស់សុកនិងអាវ៉ូលីបានបង្ហាញថាការចិញ្ចឹមសត្វឆ្កែគឺផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់មិត្តភាពស្មោះត្រង់ឆ្កែផ្ដល់ភាពស្និទ្ធស្នាលការស្រឡាញ់ដោយគ្មានលក្ខខណ្ឌនិងជួយកាត់បន្ថយភាពឯកាសុខភាពល្អវាលើកទឹកចិត្តឲ្យយានដើរលេងនិងធ្វើលំហាត់ប្រាណជាប្រចាំដែលជួយដល់សុខភាពរាងកាយនិងកាត់បន្ថយ stress សុវត្ថិភាពឆ្កែជាអ្នកយាមផ្ទះដ៏ល្អបំផុតដែលជួយប្រកាសទ្រព្យសម្បត្តិរបស់យើងការអភិវឌ្ឍអារម្មណ៍ការថែទាំឆ្កែបង្រៀនយើងឲ្យមានការទទួលខុសត្រូវនិងមានការយល់ចិត្តខ្ពស់សូមមេត្តាជួយចែករំលែកបន្ត